សួស្តីប្រិយមិត្តទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel Movie Play Drama 2026 ម្ដងទៀតតើអ្នកត្រៀមខ្លួនទទួលយកភាពរន្ធត់ដែលមិនអាចដកដង្ហើមបានហើយឬនៅមុននឹងយើងឈានចូលទៅដល់សាច់រឿងខ្ញុំសូមអភ័យទោសទុកមុនចំពោះរូបភាពវាអាចមានកំហុសខ្លះៗដូចជាការផ្លាស់ប្ដូរតួអង្គជាដើមក៏ប៉ុន្តែខ្លឹមសារសាច់រឿងគឺនៅតែមានភាពជោគជ័យដដែលយើងខ្ញុំពិជាសូមអធិស្ឋានពីសំណាក់បងប្អូនទាំងអស់គ្នាផងនៅក្នុងភាគនេះវិសាលបានជួបនឹងរឿងដែលគួរឲ្យខ្លាចបំផុតក្នុងជីវិតរបស់គេតើវិញ្ញាណនៅក្នុងរូបចម្លាក់នោះជានរណាហើយមេភូមិសានមានអត្ថកម្បាំងអ្វីកុំឲ្យរងចាំយូរសុំបិទភ្នែកហើយស្រមៃទៅកាន់ផ្ទះឈើចាស់នោះទាំងអស់គ្នាសំឡេងបេះដូងលូតញាប់ខ្លាំងដុកដាក់និងសំឡេងតន្ត្រីរន្ធត់អូបន្លាយសំឡេងចំហៀនជើងពីខាងលើបានខិតជិតមកដល់មាត់ទ្វារហើយនៅក្នុងបន្ទប់ងងឹតស្លុបវិសាលកំពុងពួននៅក្រោយគំនូរសម្ពុតចាស់ៗនិងកន្ត្រកផ្ដៅនៅជ្រុងងងឹតបំផុតក្លិនឆ្អាបឈាមបានភាយចេញពីរូបចម្លាក់ឈើដែលកំពុងឈរនៅកណ្ដាលបន្ទប់វិសាលមិនហ៊ានសម្បីតែដកដង្ហើមខ្លាំងព្រោះខ្លាចថាសម្រោលអាក្រក់នោះនឹងដឹងខ្លួនឈាមក្រហមច្រាលកំពុងស្រក់ពីមាត់រូបចម្លាក់តក់បង្កើតជាសំឡេងដែលចាក់ដុនលុះដល់សរសៃប្រសាទភ្លាមនោះសំឡេងទ្វារបើកគ្រីមេភូមិសានដើរចូលមកភ្លើងពិលក្នុងដៃរបស់គាត់រេទៅប៉ះនឹងរូបចម្លាក់ដែលកំពុងហូរឈាមនោះប៉ុន្តែអ្វីដែលចម្លែកបំផុតនោះគឺគាត់មិនភ័យគាត់មិនខ្លាចតល់ទេសោះផ្ទុយទៅវិញគាត់ដើរចូលទៅជិតរូបចម្លាក់នោះយ៉ាងស្ងប់ស្ងៀមរួចដកក្រមាមកជូតឈាមដែលហូរចេញពីមាត់រូបចម្លាក់នោះថ្នមៗហើយនិយាយថាសុភីកុំខាំងអីអ្វីវាកូនលងផុតទៅយូរហើយឯងមិនគួរមករំខានដល់សេចក្តីសុខក្នុងភូមិទៀតទេវិសាលក្តាប់ដៃណែននៅកន្លែងពួនពាក្យសម្ដីនេះបញ្ជាក់ច្បាស់ហើយថាមេភូមិសានពាក្យពាន់នឹងការស្លាប់របស់បងស្រីគេប៉ុន្តែស្រាប់តែសំឡេងរបស់ធ្លាក់ប្រៅនោះគឺតូឡាធ្វើឲ្យពិលធ្លាក់ជួលភុកដោយភាពភ័យខ្លាចមេភូមិស្រីកំហុកនេះណារួចស្ទុះតបងអួតភ្លាមនេះជាឱកាសរបស់វិសាលហើយវិសាលបញ្ញាប់វាកិនប៉ុន្តែមុននឹងឈានជឿនភុតស្រាប់តែមានដៃមួយត្រជាក់ស្រៀបដូចទឹកគោកចាប់ស្មារបស់គេជាប់ពីក្រោយសំឡេងតន្ត្រីភ្លេចអោលចាំស្គាវិសាលងាកទៅក្រោយទាំងរន្ធត់រូបចម្លាក់នោះវាបានផ្លាស់ទីមកឈរនៅពីក្រោយគេភ្នែករបស់វាប្រែជាសាច់ឈាមក្រហមឆៅហើយមាត់ដែលហូរឈាមនោះខ្សឹបដាក់ត្រចៀកវិសាលថាសងសឹកឲ្យឈាមពួកគេជាអ្នកធ្វើវិសាលថប់ដង្ហើមដូចគេរិតគោគេព្យាយាមរើបំរាស់រួចលើកសេភូកំណត់ហេតុបង្ហាញទៅវិញ្ញាណនោះរួចគេស្ទុះរត់ចុះទៅរកតូឡារត់ទៅតូឡាកុំមាត់អីសោះចាប់ឡើងពួកគេទាំងពីររត់ចូលទៅក្នុងព្រៃជ្រៅប៉ុន្តែនៅពីក្រោយពួកគេនៅលើផ្ទះឈើដ៏ខ្ពស់នោះមេភូមិសានកំពុងឈរសម្លឹងមើលចុះមកក្រោមក្នុងដៃរបស់គាត់កំបិតថ្នោតដ៏វែងមួយកំពុងចាំងពន្លឺភ្លេកជាមួយនឹងពន្លឺព្រះច័ន្ទអន្ទាក់នៃសេចក្តីស្លាប់បានចាប់ផ្ដើមហើយតើវិសាលនិងតូឡាអាចរត់រួចពីកំបិតរបស់មេភូមិនិងអត្ថកម្បាំងដ៏ខ្មៅងងឹតនេះបានដែរឬទេពីជីព្រឹកក្បៅខ្លាំងណាស់ដើម្បីដឹងថាតើពួកគេអាចរស់រានមានជីវិតដល់ពេលព្រឹកឬអត់នោះសូមកុំភ្លេចរងចាំតាមដានទស្សនានៅភាគក្រោយកុំភ្លេចចុច Subscribe Channel Movie Play Drama 2026ផងណាសម្រាប់ពេលនេះសូមប្រយ័ត្នខ្លួនព្រោះរាត្រីនេះមិនទាន់ចប់ទេរាត្រីសួស្តី